ចាសូមជម្រាបសួរលោកគ្រូអូទេនិងលោកគ្រូអ្នកគ្រូដែលជាគ្រូនិស្សិតទាំងអស់គ្នាផងដែរនាងខ្ញុំឈ្មោះអ្នកស្រីណាមកពីថ្នាក់អចាថ្ងៃនេះនាងខ្ញុំសូមមកធ្វើការស្លោះបញ្ចាំងមេរៀននៅក្នុងសប្តាហ៍ទី10ទៅលើការវិតម្លៃផលបត្តិចាអញ្ចឹងដើម្បីឲ្យយល់កាន់តែច្បាស់សូមលោកគ្រូអ្នកគ្រូមើលទៅ slide បន្តទៀតចានៅក្នុងសប្តាហ៍នេះផងដែរនាងខ្ញុំបានលើកយកតែចំណុចខ្លះយកមកធ្វើការបកស្រាយតែប៉ុណ្ណោះអញ្ចឹងទី1សំណួរសួរថាតើអ្វីទៅជាផលបត្តិចាអញ្ចឹងនាងខ្ញុំបានលើកឡើងថាផលបត្តិវាគឺជាសំណុំឯកសារឬជាស្នាដៃរបស់សិស្សដើម្បីវាយតម្លៃពីការសិក្សារបស់សិស្សតាមរយៈការប្រឡងតាមដំណាក់កាលនិងការប្រឡងបញ្ចប់ចានិយាយខ្លីផលបត្តិហ្នឹងវាគឺជាសំណុំឯកសារឬក៏ជាស្នាដៃរបស់សិស្សដែលគាត់បានធ្វើជូនទៅលើលោកគ្រូអ្នកគ្រូនឹងឯងចាចូលដល់ចំណុចទី2តកតងជាមួយនឹងចរិតលក្ខណៈនៃផលបត្តិចាអញ្ចឹងយោងតាម Erickson 2001ហើយនឹង Gallagher ឆ្នាំ1988ចាមេថាវាគឺជាការប្រមូលផ្ដុំកិច្ចការរបស់សិស្សដែលត្រូវរៀបចំជាផលបត្តិត្រូវផ្ដោតលើលក្ខណៈពិសេស3យ៉ាងចាទី1គឺការប្រមូលកិច្ចការរបស់សិស្សត្រូវមានគោលបំណងច្បាស់លាស់ទី2សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការជ្រើសរើសកិច្ចការដែលត្រូវដាក់បញ្ចូលនៅក្នុងផលបត្តិទី3សិស្សត្រូវចូលរួមយ៉ាងសកម្មក្នុងការឆ្លោះបញ្ចាំងខ្លួនចាអញ្ចឹងទាំង3ចំណុចនេះគឺយើងត្រូវការចូលរួមយ៉ាងសំខាន់ពីសិស្សទាំងចំណុចទី1ចំណុចទី2និងចំណុចទី3គឺសំខាន់គឺការចូលរួមរបស់សិស្សចាចំណុចទី3ធំនិយាយអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ផលបត្តិចាអញ្ចឹងនាងខ្ញុំបញ្ជាក់ម្ដងទៀតផលបត្តិហ្នឹងមកថាគឺជាសំណុំឯកសារដែលជាស្នាដៃរបស់សិស្សចាអញ្ចឹងមានទាំងគុណសម្បត្តិនិងគុណវិបត្តិមានច្រើនគុណសម្បត្តិនិងគុណវិបត្តិប៉ុន្តែនាងខ្ញុំសូមលើកយកតែ2-3ចំណុចតែប៉ុណ្ណោះយកមកបង្ហាញនៅក្នុង slide នេះអញ្ចឹងគុណសម្បត្តិមានន័យថាជំរុញស្វ័យវាយតម្លៃបែបសហការរបស់សិស្សអញ្ចឹងបើយើងត្រូវការរក្សាស្នាដៃរបស់គាត់អញ្ចឹងមានថាគឺគាត់ត្រូវចូលរួមសហការខ្លាំងពីសិស្សជាមួយនឹងគ្រូមួយទៀតបង្កើនការលើកទឹកចិត្តដល់សិស្សអញ្ចឹងមានថារាល់ស្នាដៃទាំងអស់របស់សិស្សហ្នឹងគឺយើងរក្សាទុកអញ្ចឹងមានន័យថាក៏ដូចជាការលើកទឹកចិត្តពីគ្រូទៅកាន់សិស្សផងដែរមួយវិញទៀតការវាយតម្លៃតាមលក្ខណៈបុគ្គលអញ្ចឹងយើងអាចងាយស្រួលក្នុងការវាយតម្លៃសិស្សព្រោះដោយសារតែយើងមានឯកសារត្រឹមត្រូវចូលដល់គុណវិបត្តិវិញម្ដងបែរថាចំណាយពេលក្នុងការបណ្ដោះបណ្ដាលគ្រូអញ្ចឹងត្រង់ចំណុចនេះបានន័យថាធម្មតានៅពេលដែលយើងមានអ្វីមួយដែលថ្មីអ្នកដែលត្រូវចេះមុនគេគឺជាគ្រូអញ្ចឹងបើសិនជាគ្រូអត់ចេះទេគ្រូក៏អត់មានអ្វីដែលយកទៅបង្ហាញដល់សិស្សផងដែរអញ្ចឹងមានន័យថាមុននឹងយើងបង្រៀនដល់សិស្សគឺគ្រូត្រូវតែចំណាយពេលក្នុងការរៀនជាមុនផងដែរហើយចំណុចទី2មានថាចំណាយពេលវេលាច្រើននៅក្នុងការរៀបចំចាអញ្ចឹងមានន័យថាការរៀបចំផលបត្តិនេះគឺយើងត្រូវការចំណាយពេលវេលាច្រើនផងដែរព្រោះដោយសារតែក្នុងមួយថ្នាក់យើងមិនមែនមានសិស្សតែម្នាក់ឬក៏ពីរនាក់ទេគឺយើងមានសិស្សច្រើន20 30 40នាក់អញ្ចឹងតែអញ្ចឹងផលបត្តិនេះគឺយើងត្រូវដាក់ជាលក្ខណៈបុគ្គលអញ្ចឹងយើងត្រូវតែរៀបចំសំណុំឯកសាររបស់គាត់នឹងឲ្យបានគ្រប់ចំនួនសិស្ស40នាក់គឺយើងត្រូវរៀបចំឯកសាររបស់គាត់នឹង40ច្បាប់អញ្ចឹងគឺយើងចំណាយពេលវេលាច្រើននៅក្នុងការរៀបចំឯកសារនឹងជូនគាត់ផងដែរចាចូលដល់ចំណុចទី4វិញម្ដងគឺយើងជជែកគ្នាតាក់ទងជាមួយនឹងប្រភេទផលបត្តិចាអញ្ចឹងប្រភេទផលបត្តិគឺនាងខ្ញុំបានលើកយកមកចំនួន5ផងដែរ
ទី1គឺផលបត្តិស្នាដៃមានថាជាការធ្វើដោយផ្ទាល់ដៃរបស់សិស្សដូចជាគំនូរឬក៏ហត្ថកម្មអីផ្សេងៗនោះហើយផលបត្តិសមត្ថភាពតកតងជាមួយនឹងការសមត្ថភាពជាក់ស្ដែងរបស់គាត់ថាតើគាត់អាចធ្វើបានកម្រិតណាផលបត្តិគម្រោងផលបត្តិប្រាប់ពីការរីកចម្រើនហើយនឹងផលបត្តិ digital ចាអញ្ចឹងតកតងជាមួយនឹងផលបត្តិគឺយើងមាន5នឹងចូលដល់ចំណុចទី5ធំតកតងជាមួយនឹងការរៀបចំនិងការអនុវត្តការវិយតម្លៃផលបត្តិកំណត់រចនាសម្ព័ន្ធរូបរាងឬ digital មានការរៀបចំឯកសារក្នុងផលបត្តិ blog ងាយស្រួលបង្កើតហើយត្រូវបានប្រើប្រាស់សម្រាប់ផលបត្តិ digital ពិចារណាលើទំហំនិងការរក្សាទុកមើលឃើញនិងអាចយកចូលប្រើប្រាស់បានសម្ភារៈដែលត្រូវការសម្រាប់ខណ្ឌចែកឯកសារចាអញ្ចឹងការរៀបចំផលបត្តិនេះបើសិនជាយើងអាចរៀបចំបានគឺវាពិតជាមានភាពងាយស្រួលខ្លាំងងាយស្រួលដល់គ្រូអាចវាតម្លៃសិស្សតាមរយៈបុគ្គលម្នាក់បានហើយយើងមានឯកសារសម្រាប់តម្កល់ទុកឲ្យសិស្សផងដែរចាអញ្ចឹងចំណុចនាងខ្ញុំថ្ងៃនេះគឺបានបញ្ចប់គឺមានតែប៉ុណ្្នឹងទេចាអញ្ចឹងសូមអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមស្ដាប់និងទស្សនាផងដែរចាសូមអរគុណ